អត្ថបទទី11បញ្ហាបង្រៀនឲ្យយើងកាន់តែរឹងមាំគ្មានមនុស្សណាម្នាក់អាចរស់នៅក្នុងលក្ខខណ្ឌជីវិតមួយដែលស្រស់បំព្រងសុខស្រួលសប្បាយរីករាយនិងជោគជ័យរហូតនោះទេដូច្នេះហើយទើបបានជាមានពាក្យមួយឃ្លាលើកឡើងថាមានជីវិតគឺមានសុខនិងទុក្ខយ៉ាងណាមិញក៏គ្មាននរណាម្នាក់ចង់រស់នៅក្នុងជីវិតដែលមានទុក្ខលំបាកនិងបញ្ហានោះដែរក៏ប៉ុន្តែគ្រប់គ្នានឹងមិនអាចជៀសផុតនោះឡើយបើទោះបីជាចង់ឬមិនចង់ក៏ដោយការទាំងនេះវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូបដែលមានជីវិតរស់នៅលើផែនដីនេះទុក្ខសោកសៅបន្ទុកការលំបាកសម្ពាធឬបញ្ហាដែលមនុស្សគ្រប់រូបបានឆ្លងកាត់ឬបាននឹងកំពុងប្រឈមមានច្រើនសន្តានដូចជាការបាត់បង់មនុស្សឬរបស់ជាទីស្រឡាញ់ការបរាជ័យមានជំងឺបៀតបៀនកាយនិងចិត្តទំនាក់ទំនងប្រេះឆាភាពខ្វះខាតការទទួលរងនូវភាពអយុត្តិធម៌និងការទទួលរងនូវការសង្កត់សង្កិនពីនរណាម្នាក់ឬក្រុមមនុស្សណាមួយព្រមទាំងការទទួលរងនូវការរំលោភបំពានផ្សេងជាដើមបញ្ហាទាំងនេះហើយវាហាក់បីដូចជាមានវត្ថុអ្វីមួយយ៉ាងដែលកំពុងតែសង្គ្រប់សង្កត់មកលើជីវិតយើងទាំងផ្លូវកាយនិងចិត្តធ្វើឲ្យគំនិតស្មារតីអារម្មណ៍ច្របូកច្របល់វាបានលួចយកនូវក្តីសង្ឃឹមនិងអំណរចេញពីជីវិតហើយថែមទាំងបានរុញច្រានឲ្យទឹកភ្នែកស្រក់ហូរចុះមកលើថ្ពាល់ទាំងទ្វេដោយក្តីឈឺចាប់ពើតផ្សាក្រៃលែងរកថ្លែងពំបានក៏ប៉ុន្តែមានរឿងមួយដែលខ្ញុំចង់ឲ្យមិត្តអ្នកអានគ្រប់រូបជ្រាបនោះគឺថាគ្រប់បញ្ហាទាំងអស់សុទ្ធតែមាននៅដំណោះស្រាយហើយនៅពីក្រោយបញ្ហាទាំងនោះក៏សុទ្ធតែមាននៅគោលបំណងរបស់វានិងមេរៀនដើម្បីពង្រឹងជីវិតដ៏ល្អដែលយើងនឹកស្មានមិនដល់ពោលគឺជាមេរៀនដែលមិនមានបង្រៀននៅក្នុងសាលានោះទេប្រសិនណាជាយើងមានភាពក្លាហានក្រោកឈរប្រយុទ្ធតតាំងនឹងបញ្ហានិងព្យាយាមស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលយើងកំពុងតែប្រឈមនោះការផ្លាស់ប្ដូរដ៏អស្ចារ្យនឹងកើតមានឡើងជាក់ជាពុំខានចូលរៀនមើលទៅកាន់បញ្ហាឲ្យដូចមើលទៅកាន់ស្ពានមួយដែលអ្នកនឹងត្រូវដើរឆ្លងទៅកាន់ត្រើយម្ខាងទៀតដើម្បីទទួលយកនូវអំណោយដ៏អស្ចារ្យនិងជ័យជំនះដ៏មហិមារៀនប្រើប្រាស់បញ្ហារបស់អ្នកឲ្យคล้ายទៅជាឱកាសដើម្បីមានភាពរឹងមាំនិងភាពជោគជ័យជាថ្មីតាមរយៈសមត្ថភាពពិសេសដែលមាននៅក្នុងខ្លួនអ្នកចូលស្វែងរកវាឲ្យឃើញរួចប្រើប្រាស់វាដោយភាពជឿជាក់និងឲ្យអស់ពីសមត្ថភាពនោះអ្នកនឹងអាចឡើងទៅកាន់កម្រិតថ្មីមួយផ្សេងទៀតដែលកាន់តែរឹងមាំនិងកាន់តែមានសមត្ថភាពជាងមុនឆ្លងតាមបទពិសោធន៍នៃបញ្ហាជាច្រើនដែលអ្នកបានជួបមកនោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានការប្រុងប្រយ័ត្នកាន់តែច្រើនជាងមុននិងមិនងាយអនុញ្ញាតឲ្យខ្លួនធ្លាក់ចូលទៅក្នុងបញ្ហាដដែលទៀតនោះឡើយទាំងនេះហើយជារបៀបដែលអ្នកអាចប្រើប្រាស់បញ្ហាឲ្យក្លាយទៅជាកម្លាំងជំរុញនិងភាពរឹងមាំនៅក្នុងជីវិតអ្នកមែនហើយជីវិតយើងម្នាក់សុទ្ធតែត្រូវដើរឆ្លងកាត់ទាំងសេចក្តីសុខនិងសេចក្តីទុក្ខដោយមិនអាចប្រកែកតវ៉ាបាននោះឡើយហេតុនេះហើយចូលអ្នកត្រៀមចិត្តនិងកាយក្នុងការប្រឈមជាមួយវាហើយប្រសិនណាជាអ្នកបានដើរប្រសពនឹងបញ្ហាទាំងនោះហើយក៏ព្យាយាមស្វែងរកដំណោះស្រាយទៅខ្ញុំជឿថានៅពេលដែលអ្នកអាចដោះស្រាយវាបានហើយនោះជីវិតអ្នកនឹងកាន់តែរឹងមាំថែមមួយកម្រិតទៀតហើយការផ្លាស់ប្ដូរជាច្រើនដែលអ្នកមិនធ្លាប់បានឃើញពីមុនមកនោះវានឹងកើតមានឡើងនៅក្នុងជីវិតរបស់អ្នកជាក់ជាពុំខានពិតណាស់ការជឿចាប់និងទុក្ខលំបាកនេះប្រៀបបីដូចជាដំណាក់កាលដែលសត្វដង្កូវប្រែក្លាយខ្លួនទៅជាមេអំបៅអញ្ចឹងបើអ្នកអាចទ្រាំបាននិងអាចស្វែងរកដំណោះស្រាយមកដល់វាបាននោះជីវិតអ្នកនឹងកាន់តែរឹងមាំនិងស្រស់ស្អាតថែមមួយកម្រិតទៀតផ្ទុយទៅវិញបើមិនដូច្នោះទេសូម្បីតែជីវិតក៏អ្នកមិនអាចរក្សាឲ្យគង់បានផងជាចុងក្រោយត្រូវមើលទៅកាន់បញ្ហានិងទុក្ខលំបាកទាំងនោះដោយភាពវិជ្ជមាននិងនិយាយទៅកាន់វាថាឯងគ្រាន់តែជាការសាកល្បងឯងគឺជាឱកាសឯងគឺជាស្ពានចម្លងខ្ញុំទៅកាន់កម្រិតរឹងមាំថ្មីមួយទៀតខ្ញុំមិនខ្លាចឯងនោះឡើយខ្ញុំអាចដោះស្រាយបាន